នោះនេះដើរតួនាទីក្នុងការទ្រទ្រង់លោកផងនិងក្នុងការបំផ្លាញលោកផងលោកនឹងមិនមែនលោកអង្គុយក្រែនឹងទេគឺលោកកច្ចកវាលនឹងផែនដីនឹងឯងព្រោះថាបើសម័យណាដែលមនុស្សប្រកបដោយគុណធម៌ប្រកបដោយមនសិការមាននៅព្រហ្មវិហារធម៌ព្រមមាននៅសង្ឃកហធម៌ព្រមពេលនោះផែនដីទាំងឡាយនឹងដើរស្មើផែនដីទាំងឡាយដើរស្មើយប់និងថ្ងៃក៏ដើរស្មើកាលណាយប់និងថ្ងៃដើរស្មើរដូវគឺដើរស្មើកាលណារដូវដើរស្មើឲ្យផលមកនៅសេចក្តីសុខដល់មនុស្សលោកនិងសត្វមានភពផែនដីទាំងមូលហើយកាលណាមនុស្សបាត់បង់នៅគុណធម៌ហើយយប់និងថ្ងៃដើរមិនស្មើគ្នាផែនដីដើរមិនស្មើគ្នាអាកាសធាតុខ្ចប់ទៅដើរមិនស្មើទឹកដើរមិនស្មើភ្លើងដើរមិនស្មើមើលដូចជាសពថ្ងៃអីបញ្ហាកម្ដៅកើនឡើងអីនេះឥឡូវកម្ដៅអស់ហ្នឹងកើតមកពីអីកើតមកពីមនុស្សដែលមនុស្សបាត់បង់នូវគុណធម៌ហើយវត្ថុទាំងអស់ហ្នឹងធម្មជាតិឲ្យផលមកបែបហ្នឹងអញ្ចឹងគេថាទេវិជាសាស្ត្រវាមិនមែនថាអញ្ចឹងទេវិជាសាស្ត្រមិនមែនថាមកពីមនុស្សអាក្រក់ទេវិជាសាស្ត្រថាមកពីមនុស្សយករ៉ែទៅមកពីមនុស្សកាប់ព្រៃទៅមកពីមនុស្សផ្លាញនេះផ្លាញនោះទៅគីមីច្រើនទៅរំលាយនៅស្ទាប់ការពារផែនដីអីអញ្ចឹងមួយអញ្ចឹងពីរទៅប៉ុន្តែសួរថាសក្តីបំផ្លាញទាំងអស់ហ្នឹងវិជាសាស្ត្រគេនិយាយត្រូវទេត្រូវហើយប៉ុន្តែបើកលេចឲ្យមើលឃើញទៅវិញថាមនុស្សដែលទៅធ្វើអញ្ចឹងតើមនុស្សមានគុណធម៌ឬអត់គុណធម៌មកពីមនុស្សអត់គុណធម៌បានទៅជាមនុស្សធ្វើនៅរឿងមិនល្អអញ្ចឹងទៅបង្កើតឲ្យធម្មជាតិនឹងអាក្រក់បើតែមនុស្សធ្វើរឿងល្អធម្មជាតិក៏ល្អដែរអញ្ចឹងទង្វើដែលមនុស្សធ្វើនឹងជាទង្វើខុសនឹងហើយបានព្រះដែលមានពភៈព្រះអង្គប្រកាសសម្ដែងពោលបញ្ជាក់ថាកាលណាមនុស្សធ្វើរឿងខុសធម្មជាតិឲ្យផលមកយ៉ាងនឹងសត្វដែលទៅកើតអាស្រ័យលើដៃអាស្រ័យលើជើងអ្វីបន្តិចទេសត្វដែលទៅកើតអាស្រ័យលើមโนជីវ័នចិត្តផ្ដាច់ពីមួយហើយទៅតោកមួយទៀតទៅយ៉ាងកំណត់ឲ្យកើតហើយយើងទៅស្រែកឯណាព្រោះដំណើររបស់ធម្មជាតិឲ្យផលអាស្រ័យមនុស្សមកបែបហ្នឹងអាស្រ័យមនុស្សឲ្យផលទង្វើរបស់មនុស្សធ្វើទៅបែបហ្នឹងធម្មជាតិក៏ឲ្យផលមកវិញបែបហ្នឹងហើយយើងរត់រោទីពឹងខាងនាយខាងអាយលេចកើតជើងត្បូងទីពឹងទាំងអស់ក៏មិនបានជាទីពឹងដែលខ្សែមទេទីពឹងដែលខ្សែមគឺខ្លួនមានខ្លួនជាទីពឹងរកផ្លូវចិត្តញ៉ាំងវិបាកបដិសន្ធិឲ្យកើត현지인이 말해주는 풀코스 영 ពឹងដល់ខ្លួនហើយមាននៅព្រះរតនត្រ័យជាទីពឹងនៅផ្លូវចិត្តពេលណាដែលយើងរៀបនឹងចុះតិទៅចិត្តបានដល់នៅស្ដីសេមចិត្តនោះរមែងញ៉ាំងវិបាកបដិសន្ធិឲ្យបានទៅកើតក្នុងទីដ៏គង់ខ្ពស់អញ្ចឹងដូចតែថ្ងៃនេះយើងបានកសាងហោមតម្កល់ព្រះអដ្ឋិធ្វើបុណ្យឆ្លងមហាប្រាសាទនេះនឹងជាការដែលបានធ្វើផ្លូវចិត្តឲ្យមានទីពឹងហើយតាព្រោះបានយកនៅចំណែកបុណ្យនៅកុសលយកមកដាក់ជាទីពឹងលោកទាំងឡាយកុំពឹងអ្នកដទៃច្រើនជាងពឹងខ្លួនឯងតែដូចខ្ញុំកណាអីអញ្ចឹងមកផ្លែតហ្នឹងមានជាទីពឹងឯណាដល់អស់លោកបានយូរអង្វែងនោះចេញផុតទៅពីហ្នឹងទៅបាត់ទៀតហើយអញ្ចឹងលោកទាំងឡាយគួរតែយកខ្ញុំកណាជាទីពឹងទេមិនគួរទេតែគួរយកព្រះរតនត្រ័យជាទីពឹងហើយយកខ្លួនឯងជាទីពឹងនៅខ្លួនឯងកម្ដៅក្ដៅណាក៏បីថែរក្សាសុខភាពពិសាទឹកឲ្យបានច្រើនហ្នឹងហើយជាទីពឹងខ្លួនឯងចេះជ្រកមលុបចេះអីចឹងទៅត្រូវហើយដើមថែរក្សាសុខភាពយើងពីឥឡូវហ្នឹងរបបអាហារចំណីចំណុកការស្នាក់នៅស្លៀកពាក់អីទៅប្រកបដោយទំនួលខុសត្រូវគឺស្មើនឹងខ្លួនជាទីពឹងនៃខ្លួនហើយហើយកាលណាមានខ្លួនជាទីពឹងនៃខ្លួនយើងសុខហើយយើងមិនហត់ពិបាកទៅរកគេកុំបាច់ដល់ទៅឈឺច្រើនលោកទាំងឡាយឈឺតែថ្មិញហ្នឹងណាក៏ពិបាកដែរពិបាកទៅរកពេទ្យដោះពេទ្យដូរពេទ្យដកមិនទៅខំថែរក្សា
សម្រាប់ឲ្យគ្រប់គ្រាន់ទៅយើងកុំបាត់បង់ទេវានុសតិនោះព្រោះលោកអាចារ្យប្រសង្ឃបណ្ណាគុណចាស់គ្រប់ព្រះអង្គធ្លាប់ដឹងទេថាកាលណាមនុស្សបាត់នៅសិលធម៌បាត់នៅការរលឹកចំពោះទេវតាទាំងឡាយកើតភាពក្តៅក្រហាយកាលណាទេវតាកើតភាពក្តៅក្រហាយអន្តរាយកើតមានដល់មនុស្សដែរមហាមេឃបង្អោភ្លៀងសត្រាវុធកំតិចមនុស្សក្នុងនគរហ្នឹងវាលែងតែអ្នកណាដែលដឹងគុណមេត្តាបិតាបម្រើមេត្តាបិតារក្សាសិលឲ្យទានអីចឹងទៅក្រៅពីហ្នឹងមហាមេឃបង្អោភ្លៀងសត្រាដើម្បីកំតិចដល់ឥឡូវធម្មជាតិមានហេតុក្នុងការចាត់ចែងគ្មានអ្នកណាទៅមានអំណាចបញ្ជាធម្មជាតិទេហើយធម្មជាតិនេះកើតឡើងអំពីកម្មដែលមនុស្សបានសាងហើយកម្មនឹងសិក្សាឲ្យបែបហ្នឹងធម្មជាតិឲ្យផលមកបែបហ្នឹងអញ្ចឹងបានលោកទាំងឡាយក៏បីគិតគូរពិចារណាឲ្យមែនទែនខំប្រឹងសាងសេចក្តីល្អកតញ្ញូកតវេទីលឹកគុណបានដល់នៅព្រះរតនត្រ័យជាទីពឹងបានដល់នៅខ្លួនឯងជាទីពឹងហើយមានទេវានុសតិឲ្យបានផងទៅដូចគ្រឿងទាំងអស់ហ្នឹងលោកទាំងឡាយត្រូវការដោយប្រយោជន៍ណាលោកទាំងឡាយមានសតិរលឹកឡើងចំពោះទេវានុភាពទៅអំណាចទាំងអស់ហ្នឹងមានណាលោកទាំងឡាយស្គាល់កែវកែវជាតួកែវហើយអ្នកដតីគេមានទឹកអញ្ចឹងបើយើងធ្វើជាកែវពេលដែលគេចង់ឲ្យទឹកនឹងទៅអ្នកណាបរិភោគគេចាក់ចូលកែវទៅបានប៉ុន្តែបើយើងធ្វើខ្លួនជាដីខ្សាច់ពេលដែលគេត្រូវការទឹកបរិភោគឲ្យទៅអ្នកដតីទៀតបរិភោគតើគេយកទឹកទៅចាក់លើដីខ្សាច់ទេមិនអញ្ចឹងទេមែនទេអញ្ចឹងទេវានុភាពក៏ដូចគ្នាដែរទេវានុភាពក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងប៉ុន្តែទេវានុភាពនោះទៅអភិបាលរក្សាអ្នកដែលធ្វើខ្លួនគួរដល់គេរក្សាទៅប៉ុណ្្នឹងឯងតែបើយើងមិនធ្វើខ្លួនឲ្យគេរក្សាផងតើគេទៅរក្សាបានបើយ៉ាងម៉េចឧបមាបីដូចថាយើងចង់បានទឹកហើយយើងមិនមែនធ្វើខ្លួនជាកែវផងហ្នឹងយើងធ្វើខ្លួនជាដីខ្សាច់គេមិននឹងភ្លឺទៅយកទឹកចាក់លើដីខ្សាច់ដែលកំពុងក្តៅហ្នឹងវាមានប្រយោជន៍អីអត់មានប្រយោជន៍អីទេប៉ុន្តែបើចាក់ទៅក្នុងកែវក៏បានជាប្រយោជន៍ចែកអ្នកនេះអ្នកនោះបរិភោគបានអញ្ចឹងយើងដូចគ្នាបើចង់ឲ្យទេវតារក្សាហើយយើងក៏បីធ្វើខ្លួនជាមនុស្សដែលមាននៅទីពឹងច្បាស់លាស់បានដល់នៅព្រះរតនត្រ័យជាទីពឹងបានដល់នៅខ្លួនជាទីរក្សានៅខ្លួនប្រកបដោយអភិសមាចារនិងរលឹកចំពោះទេវានុភាពជាប្រចាំទេនឹងរក្សាយើងឥឡូវដូចលោកអាចារ្យដែលអញ្ជើញមកអញ្ចឹងបើប្រសង់វត្តហ្នឹងមិនទៅស្រែករទទួលរកមកធ្វើអាចារ្យមិនបានមកធ្វើបើគេអត់ហៅមកផងហ្នឹងបើមកគាត់តែឈរមើលពីចង្ងាយទេបើឲ្យមកជួយខ្វល់ខ្វាយខ្នះខ្នែក៏អត់ជួយដែរគាត់តែបានមើលពីចង្ងាយអញ្ចឹងទៅហើយបើមួយឆ្នាំដែលរលឹកទេវានុសតិម្ដងផងមានការស្រែកឲ្យគេជួយគេមកជួយនៅវិញអញ្ចឹងណាវាអត់ពិបាកគិតអីទេរឿងអស់ហ្នឹងនោះប៉ុន្តែមិនអង្គថាគេស្រែកឲ្យគេជួយអត់ធ្វើអីសោះគួយចាំតែគេជួយនោះក៏មិនកើតដែរគ្មានអ្នកណាគេអង្គុយជួយរហូតទេមិនអញ្ចឹងយូរម្ដងទៅមានអាកាសអីម្ដងដែលចាំបាច់ខ្លាំងទៅរកគេជាទីពឹងទៅតែបើងាកទៅរកគេលេខអីគេធុញគេដែរណាអាណាអង្គុយទៅឲ្យយើងសុំមកមិនអញ្ចឹងរឿងវាស្រួលគិតទេណាស់តែយើងគិតឲ្យវាហួសដល់តែគិតឲ្យវាហួសទៅសន្មត់ថារឿងនេះមានរឿងនេះមិនមានរឿងនេះកើតរឿងនោះមិនកើតអីចឹងទៅលោកទាំងឡាយភ្លើងមានទេលើលោកហ្នឹង
សភាវៈភ្លើងណា